អាចប្រកែកបានឡើយនៅពេលណាដែលប្រទេសថៃជួបភាពវឹកវរផ្ទៃក្នុងឬបញ្ហាព្រំដែនជាមួយរដ្ឋបរទេសក្រមយោធាបានខ្លាចជាអាវតាររបស់ព្រះមហាក្សត្រថៃដែលចូលមកកាន់អំណាចដើម្បីស្ដារសណ្ដាប់ធ្នាប់និងស្រ័យស្រង់ស្ថានភាពឲ្យប្រសើរប៉ុន្តែរឿងរ៉ាវទាំងអស់យើងសុទ្ធតែដឹងថាវាកើតមកពីការរៀបចំរបស់ក្រុមអាមាត្យដែលជាបកពួកនៃក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររួមដៃគ្នាជាមួយនឹងក្រុមយោធាដើម្បីបង្កើតភាពចលាចលរួចរកលេសគំនិតរដ្ឋាភិបាលស៊ីវិលលើកណាក៏ដូចលើកណាក្រុមនេតិហ៊ានដែលបានធ្វើរដ្ឋប្រហារតែងតែអះអាងថាគឺដើម្បីការពារផលប្រយោជន៍ជាតិជាឧទាហរណ៍រដ្ឋប្រហារឆ្នាំ1947ឧត្តមសេនីយ៍ភិបុលសង្គ្រាមបាននិយាយថាគឺដើម្បីការពារភាពថ្លៃថ្នូរនៃរបបប្រជានិយមប្រឆាំងរដ្ឋាភិបាលមួយដែលទុនជ្រីពេកនៅចំពោះមុខបរទេសលោកខាងលិចតែអតនរដ្ឋប្រហារឆ្នាំ2006វិញក្រុមឧត្តមសេនីយ៍បានថ្លែងថាគឺដើម្បីរក្សាស្ថិរភាពនៃប្រទេសរីឯរដ្ឋប្រហារឆ្នាំ2014វិញលោកប្រយុទ្ធបានអះអាងថាគឺដើម្បីសង្គ្រោះប្រទេសដែលកំពុងជាប់គាំងនយោបាយអស់រយៈពេល6ខែរកច្រកចេញមិនឃើញប៉ុន្តែទោះហេតុផលពីរោះស្ដាប់យ៉ាងណាក៏ដោយអាកំបាំងនៃគោលបំណងពិតប្រាកដនោះគឺជាការនាំមកវិញនៅការឡើងកាន់អំណាចរបស់ពួកវរៈជនបន្ទាប់ពីជោគជ័យក្នុងរដ្ឋប្រហារម្ដងជាពីរដងមកពួកយោធាក៏ហាក់តាំងខ្លួនជាអំណាចដ៏ធំមួយក្នុងប្រទេសលែកខ្លាចនរណាហើយឧត្តមសេនីយ៍ធំក៏ខ្លាចទៅជាតួអង្គនយោបាយនិងការរួបរวมអំណាចទៅវិញអញ្ចឹងហើយតែកន្លងមកនាយករដ្ឋមន្ត្រីថៃជាច្រើនរូបសុទ្ធសឹងតែជានេតិហ៊ានឬអតីតនេតិហ៊ានដោយយ៉ាងលោកភិបុលសង្គ្រាមលោកប្រេមឬលោកប្រយុទ្ធជាដើមហើយទូរដ្ឋប្រហារគឺជារឿងដែលមិនស្របច្បាប់ប៉ុន្តែព្រះមហាក្សត្រនៃប្រជាជាតិមួយនេះតែងតែបំពេញចន្លោះឲ្យព្រឹត្តិការណ៍នេះខ្លាចជារឿងមួយដែលធម្មតាហើយស្របច្បាប់ជានិច្ចដើម្បីលើកដំកើងរដ្ឋាភិបាលរបស់ព្រះមហាក្សត្រឲ្យកាន់តែខ្ពស់ទៅដែរនៅឆ្នាំ2017ការរដ្ឋប្រហារលើកទី13បាន3ឆ្នាំថៃដែលកំពុងនៅក្នុងរបបសឹកដែលមានការអនុម័តពីសភាជាតិមហាក្សត្រថៃបានប្រកាសនៅមាត្រាទី112ថ្មីនៃក្រមព្រហ្មទណ្ឌដែលជាច្បាប់ដ៏តឹងរ៉ឹងមួយដើម្បីការពារប្រជាវង្សពីការប្រមាថនិគនដោយកំណត់ឲ្យជាប់ពន្ធនាគារពី3ទៅ15ឆ្នាំឯណោះក្នុងវិបត្តិចោទហើយចាប់តាំងពីពេលនោះមក